taste មួយពីរបីផាជាលឺធម្មតាណាមកនិយាយពាក់ព័ន្ធទៅនឹងរឿងអ្នកដែលអាសាជិះឡានក្រុងដើម្បីទៅខេត្តនានាជាពិសេសកាលពីម្សិលមិញនេះប្រទេសថៃមានករណីឆេះឡានក្រុងរហូតដល់ទៅ2ករណីមួយនៅអយុធ្យាតែអយុធ្យាហ្នឹងគឺឆេះដោយអត់មានគ្រោះថ្នាក់ទេប៉ុន្តែមួយទៀតនៅបច្ឆិតបុរីនៅក្នុងប្រទេសថៃដូចគ្នាដែរឡានក្រុងដែលមានដឹកអ្នកដំណើររហូតដល់ទៅ60នាក់ទៅបុកជាមួយនឹងឡានទ្រុងមួយបុកពីក្រោយដល់តែបុកពីក្រោយទៅគឺទូកឆេះរហូតដល់តែមានអ្នកស្លាប់7នាក់ហើយនឹង53នាក់ទៀតមានអ្នកខ្លះក៏រងរបួសអ្នកខ្លះក៏ស្រាលធ្ងន់ដែលត្រូវបញ្ជូនទៅទីផ្សេងទៅផ្លូវទៅប្រទេសថៃញឹកហើយជិះឡានក្រុងក៏យ៉ាងដែរឡានក្រុងនៅស្រុកគេនោះគឺវាមាន2ជាន់ហើយនិង1ជាន់ជិះពីបាងកកទៅឈុនបុរីជិះ2ជាន់លោកអ្នកដឹងអត់ទេថាអ្វីដែលឡើងសំខាន់បំផុតនៃផ្លូវទៅរកអានេះរបស់នេះសំខាន់ណាស់បងប្អូនគឺជាញញួរដែលដំកញ្ចក់នៅជាប់នឹងធ្នឹមនៅជាប់នឹងធ្នឹមឬក៏តំណងរបស់រថយន្តក្រុងមួយមានបើមិន3ក៏2ដែរនៅខាងមុខកណ្ដាលហើយនៅខាងក្រោយប៉ុន្តែបើសិនជារថយន្តប្រភេទតួអាចនឹងមាន2ណាព្រោះផ្លូវក៏ជាប្រភេទតួដែរពេលមាន2អាហ្នឹងគឺសំខាន់នៅពេលដែលមានគ្រោះថ្នាក់យើងអត់អាចយកដៃរបស់យើងទៅបំបែកកញ្ចក់បានអញ្ចឹងមានតែវិធីមួយគឺយើងប្រើប្រាស់នៅដបងញួរហ្នឹងដើម្បីវាយបែកកញ្ចក់ហើយលូតចេញភ្លាមតែម្ដងនៅពេលដែលមានអាសន្នដូចជាករណីឆេះរថយន្តក្រុងនៅប្រទេសថៃនេះនៅបច្ឆិមបុរីនេះគឺអ្នកខ្លះរត់រួចអ្នកខ្លះរត់អត់រួចដោយសារតែអត់ដឹងថាត្រូវបំបែកកញ្ចក់រត់ដោយរបៀបណាកញ្ចក់ឡានមិនមែនចេះតែបំបែកបានទេទី2យើងមានមួយទៀតហ្នឹងគឺខ្នល់កពីក្រោយនេះនៅក្រោយឡានមានដកអាហ្នឹងមកចាប់ដើមក្តំអញ្ចេះវាឯងហើយបើកន្លែងហ្នឹងហើយដែលយើងត្រូវតែreflex ឲ្យលឿនមែនតើនៅក្នុងពេលដែលគ្រោះថ្នាក់ម្ដងតែកើតឡើងព្រោះនៅស្រុកថៃគេបើកលឿនលោកអ្នកមិនមែនត្រឹម40 100របស់ដូចយើងទេគឺចាប់ពី120ទៅ150មុខផ្លូវរបស់គេនឹងបាក់លឿនដល់មានគ្រោះថ្នាក់អីមួយហ្នឹងគឺភាគតិចណាស់ដែលអាចរៀងជីវិតណាអញ្ចឹងគឺយើងពេលដែលឡើងឡានអីគឺត្រូវតែប្រុងប្រយ័ត្នកន្លែងហ្នឹងរកមើលអាយុដំហ្នឹងណានៅកន្លែងណានៅពេលដែលមានអាសន្នយើងសេវាយកអាយុដើម្បីដំបំផាយខាងក្នុងដើម្បីចាប់អរគុណ